こんにちは。改善ベースです。今回のテーマは、社会人の基礎、ほうれん草です。ほうれん草、会社に勤めている人は馴染みのある言葉ですね。社会人の基本中の基本であるほうれん草とは何なのか、なぜ必要なのか、聞かれた時に答えられますか？今日はほうれん草についてぜひ知っておきたいポイントを学習しましょう。皆さんこんにちは。លើកពីហូរ៉េនសូនឹកឃើញគេបន្លែហេតុផលអីទៅដែលយើងត្រូវស្វែងយល់នៅគោលការណ៍សំខាន់ទាំង3ហ្នឹងនៅក្នុងក្រុមហ៊ុនអញ្ចឹងជាធម្មតានៅក្នុងក្រុមហ៊ុនជប៉ុនគេមានលំហូរការងាររបស់គេបន្ទាប់ពីភាសាដែលយើងត្រូវប្រើប្រចាំថ្ងៃគឺពាក់ព័ន្ធជាមួយនឹងពី3ដែលគេហៅថាហូរ៉េនសូអញ្ចឹងហូរ៉េនសូហ្នឹងនៅពេលនេះបើយើងនិយាយពាក់ព័ន្ធជាមួយនៅក្នុងក្រុមហ៊ុនគឺមិនមានន័យថាបន្លែទេគឺពាក់ព័ន្ធជាមួយនឹងពាក្យមាន3គឺទី1ហូកកឺពាក្យរៀងរ៉ាគឺហើយនិងពាក្យសូដាអញ្ចឹងពាក្យហូកកឺរៀងរ៉ាគឺហើយនិងសូដាហ្នឹងមានន័យមិនទៅនៅក្នុងក្រុមហ៊ុនគឺទី1គឺយើងត្រូវហូកកឺបានន័យថាការរាយការណ៍អញ្ចឹងយើងរាយការណ៍ពីដំណើរការការងារឬក៏លទ្ធផលការងារជាពិសេសនៅពេលដែលយើងមានកុំតិឬក៏តុឬក៏មានបញ្ហាអីមួយអញ្ចឹងយើងត្រូវតែរាយការណ៍ជូនថ្នាក់លើជាប្រចាំហើយអត់ទាន់ពេលវេលាដែរបន្តមកទៀតគឺយើងនិយាយពាក់ព័ន្ធជាមួយនឹងរេងរ៉ាគឺអញ្ចឹងរេងរ៉ាគឺយើងចែករំលែកការពិតឬក៏ព័ត៌មានជាក់ស្ដែងដែលពាក់ព័ន្ធនឹងទៅកាន់សមាជិកនៅក្នុងក្រុមការងារឬក៏ទៅកាន់ថ្នាក់លើរបស់យើងហើយចុងក្រោយគឺពាក្យសូដានដែលមានន័យថាការពិគ្រោះឬក៏ការពិភាក្សានឹងឯងអញ្ចឹងនៅពេលដែលយើងចង់សុំមតិយោបល់ណែនាំពីថ្នាក់លើឬក៏សហការីក្រុមការងារអីចឹងគឺវាថានៅពេលដែលយើងមានកុំតិឬក៏តុឬក៏បញ្ហាអីមួយគឺយើងត្រូវតែសូដានសេតតៃត្រូវតែសូដានមកពេលដែលយើងសម្រេចចិត្តធ្វើអីមួយអញ្ចឹងអាហ្នឹងគឺជាហេតុផលឬក៏អាចថាជាច្បាប់សម្រាប់យើងចូលធ្វើការនៅក្រុមហ៊ុនជប៉ុនដំបូងអញ្ចឹងស្វែងយល់ពី8នឹងហើយពីតអូពីតបនឹងហ៊ានពីផ្សេងទៀតអរគុណ